ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបសម្រាប់ប្រហើរបែបបុរាណចាស់បុរាណគឺគាត់តែងស្លប្រហើរឃ្លោកណាបងប្អូនតែសម្រាប់ខ្ញុំដាក់លាយជាមួយសាច់ជ្រូកច្រាំហ្នឹងបងប្អូនហើយខ្ញុំមានបន្លែនៅជុំវិញផ្ទះក៏ខ្ញុំបានបេះបន្លែនៅជុំវិញផ្ទះផងដែរហើយបន្ទាប់មកទៀតខ្ញុំមានឃ្លោកបេះនៅមុខផ្ទះថ្ងៃមុននោះសាលមកជាហៀងទៅគឺយើងចាត់លាយជាមួយគ្នាហ្នឹងបងប្អូនខ្ញុំផ្សំចូលគ្នាទៅមានអីយើងដាក់ហ្នឹងទៅហើយបើខ្វះបន្លែអីផ្សេងយើងទៅទិញបន្ថែមនៅចិត្តផ្ទះយើងបន្ទាប់មកនេះគឺជារូបភាពដែលខ្ញុំមកបេះបន្លែពីថ្ងៃមុនបងប្អូនបន្លែគឺជាបន្លែធម្មជាតិដែលអត់មានដាក់ជាតិគីមីឬក៏ធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពអីទេគឺធម្មជាតិយើងប្រើជីធម្មជាតិដាំដោយសុវត្ថិភាពយើងបរិភោគទៅគឺអត់ខ្លាចថាមានខូចសុខភាពយើងទេបងប្អូនបន្លែនេះគឺនៅចិត្តនឹងវត្តហ្នឹងបងប្អូនខ្ញុំមកទៅវត្តទៅប្រគេនព្រះសង្ឃអីខ្លះៗទៅក៏បានឈានចូលទៅបេះបន្លែនៅក្នុងវត្តនឹងផងដែរចាបងប្អូនស្រាប់ប្រជាជនខ្មែរយើងគឺអត់ចោលទេគឺសម្លប្រហើរបងប្អូនសម្រាប់សម្លប្រហើរគឺអត់រើសមុខបន្លែទេបងប្អូនបើយើងមានបន្លែឃ្លោកយើងដាក់ឃ្លោកបើមានបន្លែយើងដាក់បន្លែទៅបងប្អូនយើងអាចប្រើបានដូចគ្នាឬក៏យើងដាក់នំក៏បានដែរហើយថ្ងៃនេះខ្ញុំអត់បានប្រើសាច់ត្រីទេខ្ញុំប្រើសាច់ជ្រូកចិញ្ច្រាំសាច់ជ្រូកនេះគឺជាសាច់ជ្រូក3ជាន់ហើយនឹងបន្លែផ្ទីលាយជាមួយនឹងល្បាសដែលយើងបេះថ្ងៃមុនផងដែរហើយផ្នែកនេះគឺជាផ្នែកបន្លែខ្ញុំមានត្រាវហើយនឹងឃ្លោកហើយនឹងល្ពៅបន្តមកទៀតយើងកូរខ្លាញ់ឲ្យក្តៅដាក់ខ្ទឹមកំប៉ុងចូលហើយចាក់សាច់ជ្រូក3ជាន់ចូលយើងកូរឲ្យម៉ត់ចូលជាតិគ្នាយើងកូរមើលឲ្យថាខាស់ទឹកល្អល្មមហើយទើបយើងដាក់គ្រឿងចូលគ្រឿងអត់មានអីច្រើនទេបងប្អូនយើងចាបងប្អូនយើងដាក់តាមតែយាយដែលធ្លាប់ស្លឲ្យយើងនៅពីតូចឲ្យយើងហូបអញ្ចឹងណាបងប្អូនខ្ញុំកកទៅមើលទៅវារៀងខ្លាច់ខ្លោចខ្ញុំថែមទឹកបន្តិចទៅហើយរងាស់សាច់ជ្រូកមើលទៅឲ្យរៀងមើលទៅល្មមឆ្អិនទៅខ្ញុំជ្រុំប្រហុកដែលយើងជ្រុំហើយយើងចាក់ចូលប្រហុកនេះយើងជ្រុំប្រហែលជាមកស្លាបព្រាបាយទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់ប្រៃដាក់តាមពីច្រើនទៅបើថាចង់រាងស្រាលយើងដាក់តិចទៅហើយទៀតយើងកូរបន្លែឲ្យចូលជាតិគ្នាតែម្ដងបន្លែហើយនឹងសាច់ជ្រូកនឹងកូរឲ្យសព្វមើលទៅឲ្យចូលជាតិគ្នាសិនទើបយើងដាក់អំបិលក្រោយសម្រាប់អំបិលយើងដាក់កន្លះស្លាបព្រាបាយប៊ីចេងយើងដាក់ឲ្យលើសអំបិលបន្តិចតាមចំណង់ចំណូលចិត្តបងប្អូនផងដែរហើយសម្រាប់ខ្ញុំដាក់ប៊ីចេងឲ្យច្រើនជាងអំបិលដោយសារតែអំបិលហ្នឹងគឺយើងដាក់តិចដោយសារតែយើងប្រើប្រហុកច្រើនដែរអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទៀតខ្ញុំដាក់ផ្ទីដែលទិញពីផ្សារមកលាយអាបន្លែដែលយើងបេះពីនៅផ្ទះយើងថ្ងៃមុននោះដាក់លាយចូលគ្នាយើងលាងទឹកឲ្យស្អាតទៅហើយនេះគឺជាផ្នែកផ្សិតច្បើងរបស់យើងខ្ញុំបានលាងទឹកពីទឹកតែខ្ញុំបានថតបញ្ជាក់នេះផ្ទីរបស់យើងមើលតែស្លឹកណាចាស់យើងបេះចេញទៅស្លឹកណាខ្ចីយើងទុកទៅបន្ទាប់មកទៀតខ្ញុំចាក់ទឹកចូលហើយយើងរំងាស់សម្លយើងរយៈពេលប្រហែលជា10នាទីអីទៅបន្តមកទៀតបានយើងទៅលាងផ្សិតចំបើងឲ្យសម្រស់ទឹកឲ្យស្អាតទើបយើងបង់ផ្សិតចំបើងចូលសម្រាប់ផ្សិតចំបើងហ្នឹងគឺក្មេងៗគាត់ចូលចិត្តបរិភោគខាងបងប្អូនបន្តមកទៀតទើបខ្ញុំហាន់បន្លែននងបន្ថែមទៀតចូលបណ្ដោយដោយសារបន្លែននងគឺជាបន្លែដែលងាយនឹងផុយអញ្ចឹងបងប្អូនទើបខ្ញុំហាន់បន្លែននងក្រោយហើយសម្រាប់ននងហ្នឹងគឺជាននងដែលយើងដាំខ្លួនឯងបងប្អូនធម្មជាតិយើងអត់បានទិញគេទេបន្លែផ្ទីនឹងស្លឹកបាសចូលតែម្ដងសម្រាប់បន្លែពណ៌ខៀវនោះគឺយើងដឹងស្រាប់ហើយថាបន្លែនោះគឺជួយសុខភាពឲ្យយើងច្រើនណាស់បងប្អូនមានស្រាប់ប្រយោជន៍ច្រើនទីប្រហែលជា1ទៅ2នាទីហើយទើបយើងបង់លីងលាក់ចូលហើយយើងលើកសម្លចេញតែម្ដងយើងកូរមើលឃើញថាសម្លយើងឆ្អិនមើលទៅផ្ទីទុនហើយគឺយើងលើកចេញពីចក្រានទៅបងប្អូនចាបងប្អូនហើយបន្តមកទៀតគឺយើងដួសចាប់ផ្ដើមដួសដាក់ចានបងប្អូនចាបងប្អូនហើយសម្លរបស់យើងក៏បានរួចជាការស្រេចបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនា